កំណត់ត្រាថ្មីផ្លូវដែកចិនដឹកជញ្ជូនអ្នកដំណើរ 23.13 លានអ្នកក្នុងមួយថ្ងៃផ្លូវដែករបស់ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មីមួយដោយដឹកជញ្ជូនអ្នកដំណើរចំនួន 23.13 លានអ្នកក្នុងមួយថ្ងៃថ្ងៃទី1នៃថ្ងៃឈប់សម្រាករយៈពេល 8 ថ្ងៃដែលជាពិធីបុណ្យទិវាជាតិនិងបុណ្យព្រះច័ន្ទនេះជាតួលេខខ្ពស់បំផុតក្នុងមួយថ្ងៃក្នុងប្រវត្តិសាស្ត្រនេះបើយោងតាមក្រុមហ៊ុនផ្លូវដែកចិន China State Railways Group Co Ltd បានឲ្យដឹងនៅថ្ងៃទី1ខែតុលាឆ្នាំ 2025 នៅថ្ងៃទី2ខែតុលាក្រុមហ៊ុនបានប៉ាន់ប្រមាណថានឹងមានអ្នកដំណើរចំនួន 19.3 លានអ្នកដោយបានបន្ថែមរថភ្លើងចំនួន 1409 គ្រឿងដើម្បីបំពេញតម្រូវការរួមបញ្ចូលគ្នានៃទិវាបុណ្យជាតិនិងបុណ្យព្រះច័ន្ទនៅឆ្នាំនេះបានជំរុញមានការកើនឡើងនៃតម្រូវការអ្នកធ្វើដំណើរដែលជំរុញដោយទេសចរនិងការទៅលេងសួរសុខទុក្ខគ្រួសារទូទាំងប្រទេសក្រសួងដឹកជញ្ជូនចិនបានប៉ាន់ប្រមាណថានឹងមានអ្នកដំណើរសរុបចំនួនប្រមាណ 2.39 ពាន់លានអ្នកដំណើរក្នុងអំឡុងពេលឈប់សម្រាកនេះដោយមានជាមធ្យម 294 លានអ្នកដំណើរក្នុងមួយថ្ងៃកើនឡើង 3.2% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2024 ដើម្បីធានាបាននូវសុវត្ថិភាពនិងប្រសិទ្ធភាពនៃការធ្វើដំណើរប្រតិបត្តិការផ្លូវដែកបានអនុវត្តវិធានការជាច្រើនរួមទាំងការដំឡើងទូដាក់អីវ៉ាន់ឆ្លាតវៃ Smart Lodge Lockers នៅតាមស្ថានីយ៍និងការពង្រឹងការត្រួតពិនិត្យការផ្គត់ផ្គង់ថាមពលសម្រាប់មជ្ឈមណ្ឌលសំខាន់ៗវិធានការទាំងនេះបានជួយគាំទ្រដល់ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនប្រកបដោយរលូនទោះបីមានចំនួនអ្នកដំណើរយ៉ាងច្រើនក៏ដោយការកើនឡើងនៃចំនួនអ្នកដំណើរនេះបានបង្ហាញពីសារៈសំខាន់នៃផ្លូវដែកក្នុងការតភ្ជាប់ប្រជាជនទូទាំងប្រទេសចិនជាពិសេសក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យដ៏សំខាន់